ត្រឡប់មករឿងការចាប់សកម្មជនចាប់អ្នកលេងតាមអ្នកលេង Facebook ដាក់គុកបែបនេះបង្ហាញពីអីបងប្អូននេះគឺជាអំពើនៃការសម្លាប់មនសិការរបស់ពលរដ្ឋខ្លួនឯងការសម្លាប់មនសិការជាតិនិយមរបស់ពលរដ្ឋខ្លួនឯងតាមរយៈការបំភ័យតាមរយៈការគំរាមកំហែងតាមរយៈការចាប់គេដាក់គុកប្រទេសរីកចម្រើនច្រើនណាស់ដែលគេចាយលុយរាប់ពាន់លានដុល្លារដើម្បីកសាងជាតិនិយមឲ្យពលរដ្ឋដើម្បីឲ្យពលរដ្ឋហ្នឹងក្លាយទៅជាពលរដ្ឋដែលមានស្មារតីជាតិនិយមខុសពីរដ្ឋាភិបាលហ៊ុនម៉ាណែតខុសពីរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនប្រើប្រាស់ជាតិនិយមជាឧបករណ៍នៅក្នុងការចាត់ការទៅលើអ្នកដែលមានមតិផ្ទុយបងប្អូនទៅមើលទ្រឹស្ដីជាតិនិយមទ្រឹស្ដីជាតិនិយមដែលល្បីបំផុតរបស់អ្នកនិពន្ធអាមេរិកគាត់ប្រើពាក្យថាជាតិនិយមគឺជាកម្លាំងបង្រួបបង្រួមជាតិការបំផុសចលនាជាតិនិយមគឺជាមធ្យោបាយតែមួយគត់ដែលអាចបង្រួបបង្រួមនឹងឯកភាពជាតិបានជាតិនិយមគេហៅថាកម្លាំងជាតិនិយមខ្ញុំសូមអានជូនម្ដងទៀតកម្លាំងជាតិនិយមគឺជាមធ្យោបាយតែមួយគត់ដែលអាចប្រើសម្រាប់បង្រួបបង្រួមនឹងឯកភាពជាតិបានប៉ុន្តែបើយើងពិនិត្យមើលរដ្ឋាភិបាលហ៊ុនម៉ាណែតតាមពិតទៅអាកំហឹងជាតិនិយមផុសឡើងអាការមានសង្គ្រាមភ្លាមពីពីសំណាក់ភាគីថៃវាសឹងតែកំហឹងតែរួមតែមួយទៅហើយតាំងពីពលរដ្ឋខ្មែរនៅក្រៅប្រទេសបាតកម្មប្រឆាំងជាមួយនឹងថៃណារដ្ឋាភិបាលហ៊ុនម៉ាណែតឃើញឱកាសហ្នឹងក៏ចេញមកនិយាយថាយើងមានតែការបង្រួបបង្រួមឯកភាពជាតិទេដែលយើងអាចខ្លាំងប៉ុន្តែវាអត់ធ្វើទេណានិយាយយកបងប៉ុន្តែអត់អនុវត្តទេព្រោះអ្វីដែលសំខាន់ព្រោះអាការបង្រួបបង្រួមនេះវាអាចជាកបិតមុខពីរសម្រាប់កម្ពុជាបោះខ្មែររួបរวมទី1អាចការពារទឹកដីបានទី2គ្រួសារការដឹកនាំរបស់រដ្ឋាភិបាលហ៊ុនម៉ាណែតក៏អត់អាចនៅបានដែរក៏អាចនៅបានដែរដឹកនាំរបៀបនេះគឺគ្មានទេនៅអត់បានហ្មងអញ្ចឹងហើយខ្ញុំជឿថាមានទីប្រឹក្សារបស់ណាគណៈបព្វជិជនឬក៏អីបទពិសោធន៍អីយ៉ាងម៉េចគេដឹងហ្មងគេដឹងថាមិនអោយខ្មែររួបរวมគ្នាបានទេបើខ្មែររួបរวมគ្នាបានមិនមែនត្រឹមតែខ្មែរខ្លាំងទេខ្មែរអាចចាត់ការទៅលើអ្នកនយោបាយចោលម៉ាស៊ីបដែលដឹកនាំគ្មានសមត្ថភាពបានទៀតអញ្ចឹងហើយគេប្រយ័ត្នប៉ុន្តែគេចេះយកពីអស់ហ្នឹងយកមកទេសនាយើងស្ដាប់សម្រាប់ខ្ញុំបងប្អូនសម្រាប់ខ្ញុំដែលអ្នកដែលរៀនសូត្រតាក់ទងទៅនឹងវិទ្យាសាស្ត្រនយោបាយណារដ្ឋាភិបាលណាក៏ដោយដែលមានបំណងឬក៏មានចេតនាដោយផ្ទាល់ឬក៏ដោយប្រយោលនៅក្នុងការសម្លាប់មនសិការជាតិនិយមរបស់ពលរដ្ឋបែបនេះគឺជារដ្ឋាភិបាលដែលមានជារដ្ឋាភិបាលរបស់ជាតិព្រោះបើសិនជាចាប់អ្នកជាតិនិយមដាក់គុកចាប់ពលរដ្ឋសាមញ្ញដែលបារម្ភអំពីរឿងព្រំដែនដែលគាត់ស្រឡាញ់ជាតិគាត់ដែរនេះដាក់គុកវាស្មើនឹងការទៅបំភ័យពលរដ្ឋដទៃទៀតមិនឲ្យគិតគូរពីរឿងជាតិហើយតែពលរដ្ឋមិនគិតគូរពីរឿងជាតិហើយចេញលទ្ធផលហើយរំគ្រឿងញៀនលួចប្លន់ណាអែបអបលើកជើងលុញពងចេញអស់ការធ្វើរបៀបនេះគឺជាការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គមទាំងស្រុងតែម្ដងហើយហ្នឹងក្បត់ជាតិហើយនឹងមិនទាន់និយាយអំពីរឿងការធ្វើឲ្យបាត់បង់ទឹកដីក្រោមការដឹកនាំរបស់ខ្លួនបង្កើតអំពើពុករំលួយបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យរំលោភសិទ្ធិមនុស្សបំផ្លាញធនធានធម្មជាតិផងអីប៉ុណ្ណោះទេសំខាន់អាចចោតគេបានមុនឃើញទេរដ្ឋាភិបាលហ៊ុនម៉ាណែតឃើញប្រាប់ឡើងសំខាន់អាចចោតបានមុនអាចចោតឲ្យក្បត់ជាតិបានមុនណាមួយអំណាចរាជការនៅក្នុងដៃផងកម្លាំងប្រដាប់អាវុធកងកម្លាំងប្រដាប់អាវុធក្នុងដៃផងមានមធ្យោបាយគ្រប់បែបយ៉ាងណាប្រព័ន្ធសារព័ត៌មានក៏ធំនៅក្នុងដៃប៉ុន្តែឥឡូវអាប្រព័ន្ធសារព័ត៌មានជាតិហ្នឹងអត់សូវបានកាយទេវាអត់សូវមានប្រយោជន៍វាចាញ់ Facebook អីទេប៉ុន្តែពួកហ្នឹងក៏មានលុយបង្កើត page បង្កើតអីគេមានអា farm phone farm គេហ្នឹងណាគេមានអា phone គេហ្នឹងពួក MMO ជាអ្នកកាន់អ្នកRose អ្នកពួក MMO Rossi online ហ្នឹងគេកាន់អានោះប្រើសម្រាប់បង្កើត page លើកសរសើររដ្ឋាភិបាលហើយនឹង attack វាយប្រហារទៅលើ page ណាឬក៏ Facebook ណាដែលរិះគន់រដ្ឋាភិបាលណាដែលគាត់រិះគន់រដ្ឋាភិបាលចឹងហើយ page បងប្អូនដែលនៅក្នុងស្រុកមួយចំនួនហ្នឹងគឺពួកនឹងកំទេចអស់ណាកំទេចអស់ពួកលេខទូរស័ព្ទយើងនៅក្នុងដៃគេនោះលេខទូរស័ព្ទបងប្អូនដែលនិយាយ
ជាពិសេសលេខទូរស័ព្ទមន្ត្រីរាជការដែលប្រើ97ហ្នឹងគេហៅទំពួកជាប់ទាំងអស់ទំពួកជាប់មានសល់ដោយតែរស់នៅក្នុងទ្រុងអញ្ចឹងចាំថ្ងៃគេកាច់កមន្ត្រីរាជការខ្មែរចឹងហើយដេកតែភ័យហ្នឹងអាណិតដែរបើធ្វើម៉េចសរុបមកវិញខ្ញុំពិនិត្យមើលខ្ញុំជឿថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនមានការប្រែប្រួលអីកែអិរិយាបថអីទេខ្ញុំជឿនៅតែបន្តចាប់ខ្លួនបន្តទៅទៀតប៉ុន្តែសូមចាំថាសកម្មភាពចាប់មនុស្សដាក់គុកដោយគ្រាន់តែបញ្ចេញមតិណាអ្នកខ្លះខ្ញុំទទួលស្គាល់ថាបញ្ចេញមតិលើសលួសប៉ុន្តែអនុគ្រោះឲ្យបានតើខ្មែរដូចគ្នាប៉ុន្តែបើនៅតែបន្តចាប់ខ្លួននេះសកម្មភាពបែបនេះគឺជាសកម្មភាពសម្លាប់ជាតិនិយមរបស់ខ្មែរហើយជាសកម្មភាពដែលក្បត់ជាតិលោកឯងបកកែដើរចោតទៀតឥឡូវខ្ញុំចោតលោកឯងម្ដងហើយចោតមានផុសតាងទៀតណាបកកែចោតគេណាជាពិសេសចោតទៅលើមេដឹកនាំរដ្ឋបាលប្រឆាំងនឹងក្បត់ជាតិសតចំនួនបើឥឡូវថ្ងៃនេះចោតលោកឯងម្ដងបត់ជាតិចាប់គេដាក់គុកចាប់ពលរដ្ឋសាមញ្ញដែលបញ្ចេញមតិដោយចិត្តស្រឡាញ់ព្រំដែនណាស្រឡាញ់ទឹកដីចាប់គេដាក់គុកអានឹងក្បត់ជាតិហើយលោកឯងហ្នឹងឯងក្បត់ជាតិនឹងមិនទាន់រាប់អារឿងទៅបំផ្លាញធនធានធម្មជាតិទៅអីច្រើនទៀតបំពុលឲ្យពលរដ្ឋរស់ដោយរៃរាល់ថ្ងៃហ្នឹងមានក្រុមនេះណាក្រុមលោកឯងហ្នឹងឯងក្រុមលោកឯងហ្នឹងណាទោះបីជាគ្មានច្បាប់ដាក់ទោសលោកឯងក៏ដោយក៏ប៉ុន្តែមនសិការប្រវត្តិសាស្ត្រនឹងដាក់ទោសលោកឯងចាំទុកខ្ញុំនៅរស់មិនក៏យ៉ាងហោចណាក៏30ឆ្នាំទៀតដែរចាំមើលវាសនារបស់អស់លោកតែដឹកនាំរបៀបរងថ្ងៃនោះទឹកដីក៏ការពារមិនបានបំធនធានក៏បំផ្លាញរស់នៅបបួលគេទៅរំច្រៀងការងារនាយករដ្ឋមន្ត្រីដើរកាត់សក់នៅក្នុងរោងការគិតអីនៅក្នុងខ្លួនខ្ញុំឆ្ងល់ដល់ហើយអញ្ចឹងបានថាមនុស្សយើងបងប្អូនខ្ញុំយកធម៌ពុទ្ធក៏ខុសទៅជួយកែសម្រួលខ្ញុំមនុស្សយើងអាចយល់បានដោយពួកក្រុមកូនមន្ត្រីជាន់ខ្ពស់ហ្នឹងបើយើងមើលមកផ្លែពួកហ្នឹងដូចយល់អំពីភាពលំបាករបស់ពលរដ្ឋអញ្ចឹងណាខ្ញុំយល់ពីទុក្ខលំបាករបស់បងប្អូនប៉ុន្តែខ្ញុំជឿថាពួកហ្នឹងអត់មានអារម្មណ៍លំបាកដូចអ្នកដែលជួបបញ្ហាពិតទេវាទៅនិយាយបានគេហៅថាបើក្នុងសាសនាគេហៅថាយើងយល់ប៉ុន្តែយើងអត់ពាល់អត់ត្រូវពួកយើងវាអត់ធ្លាប់ឆ្លងកាត់ហើយពួកនេះសិតតែកូនចុះបើកូនសិតគឺកូនអតីតនាយករដ្ឋមន្ត្រីកូនរដ្ឋមន្ត្រីវាមិនរស់នៅពិបាកដូចកូនអ្នកក្រណាទៅរៀននៅក្រៅប្រទេសនៅសាវិឡាមានអ្នកបបាយស៊ីវាស្គាល់ភាពលំបាកភាពក្រីក្រហ្នឹងតាមរយៈការអានសភៅទេតាមរយៈការមើល TikTok មើល Facebook ទេណាប៉ុន្តែបើឲ្យយល់ថាការលំបាកហ្នឹងយ៉ាងម៉េចណាអត់យល់ទេក្រៅតែពីស្ងាត់តែមិនស្ងៀមប្រើយុទ្ធសាស្ត្រចោលមកសៀតបែបនេះអត់មានអីតែពីអង្គុយធ្វើលិខិតរអ៊ូរាប់រយច្បាប់ហើយតាមរយៈអ្នកនាំពាក្យរដ្ឋាភិបាលណារាប់រយច្បាប់ហើយធ្វើលិខិតរអ៊ូទៅបណ្ដាអន្តរជាតិបណ្ដាប្រទេសអន្តរជាតិហ្នឹងក៏ប៉ុន្តែអត់ព្រមប្តឹងទេគួយលអ៊ូទៅសេលិខិតលអ៊ូចឹងទៅប៉ុន្តែអត់ព្រមប្តឹងឲ្យបានត្រឹមត្រូវទេណាអត់ព្រមប្តឹងទេអាហ្នឹងកិច្ចការងាររបស់រដ្ឋាភិបាលពុំធ្វើណាហើយអយុទ្ធសាស្ត្រស្ងាត់មិនស្ងៀមនេះមិនត្រឹមតែធ្វើឲ្យបាត់បង់ដីកាន់តែច្រើនទេមានតែឆ្លៀតយកបូរណភាពទឹកដីទៅជាធ្វើជានុយនៅក្នុងការដើម្បីបានផុសតាងថាថៃហ្នឹងវាឆ្លៀនពៀនគេហៅថាចង់បកស្បែកមុខពិតប្រកបរបស់ថៃបកទៅណារបៀបគិតភ្លើអញ្ចឹងអាគិតភ្លើអញ្ចឹងបាត់ដីហើយឲ្យតែមានមេដឹកនាំចេញមកគិតភ្លើអញ្ចឹងគឺធានាហើយមិនមែនតែចំនួននេះទេបងប្អូនពិនិត្យមើលទៅពិនិត្យមើលទៅតែដើរយុទ្ធសាស្ត្រចុះឡើងអត់មានបានតនេះបានតនោះទៅគឺយកដីធ្វើដើមទុនយកដីធ្វើដើមទុនតាំងពីសម័យស្ដេចសម័យមុនអស់មកស្បែកក្របីអស់ពីស្បែកក្របីហ្នឹងដោយសារគឺអត់មានអីចេះក្រៅពីយកដីធ្វើដើមទុនទេហ្នឹងអាប្រភេទមេដឹកនាំភ្លើគេមេដឹកនាំភ្លើអញ្ចឹងលទ្ធផលវាចេញមកអញ្ចឹងឥឡូវគេមិនត្រឹមតែយកដីទេគេប្រមាថទៅទៀតគេប្រមាថទៅទៀតមួយថ្ងៃអង្គុយចាំតែគេនេះហ្នឹងចាំតែគេហៅចរចាចាំតែអង្គុយធ្វើលិខិតលអ៊ូរាប់ឲ្យ1000ច្បាប់ហើយហ្នឹងបានទាន់ឃើញអ្នកនាំពាក្យរដ្ឋាភិបាលហ្នឹងមកធ្វើបច្ចុប្បន្នភាពបានប្រមាណ1000ច្បាប់ហើយលិខិតលអ៊ូទៅអន្តរជាតិហ្នឹងប៉ុន្តែលិខិតបណ្ដឹងអត់មានមួយទេលិខិតបណ្ដឹងអត់មានមួយហ្នឹងអ្វីដែលរដ្ឋាភិបាលហ៊ុនម៉ាណែតកំពុងធ្វើទាក់ទងនឹងរឿងបញ្ហាព្រំដែនទី2អ្វីដែលរដ្ឋាភិបាលហ៊ុនម៉ាណែតកំពុងតែធ្វើដែរហ្នឹងគឺបញ្ជាទៅកងទ័ពឲ្យឈរអោបដៃមើលខណៈដែលពួកថៃយកកងកណ្ដឺយកខ្សែលួសយកមកពាត់ដី
ណាបញ្ជាកងទ័ពខ្លះដែលធ្លាប់និយាយជាមួយខ្ញុំហ្នឹងគឺចុកដើមទ្រូងណា stress ឃើញវាប្រមាថម្ដងឃើញពួកថៃប្រមាថឈឺចាប់ហើយយើងនៅពីខាងក្រោយនេះយើងឈឺប៉ុណ្ណឹងហើយចោះតម្រាំគាត់នៅឈរមុខជួមុខហើយឃើញភ្នែកទៀតឈឺប៉ុណ្ណាខណៈដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតអង្គុយចាំគេហៅចរចានេះចាំគេហៅចរចាហើយមិនសុំគេមកវិញខ្លះមកដីណែឯងដីខ្ញុំបណ្ណាខ្ញុំវិញមកសុំវប៉ុន្តែពេលខ្លះអាណិតលោកប្រាក់សុខុនដែរនិយាយទៅគាត់នឹងរងគ្រោះតាំងពីសម័យឪរហូតមកដល់សម័យកូននិយាយចាក់ស្ដាយទៅណាដើរតែលៀងបញ្ហាដែលណានាយករដ្ឋមន្ត្រីហ៊ុនសែននាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបង្កើតទេនិយាយចាក់ស្ដាយទៅលោកប្រាក់សុខុននេះក៏ជាមនុស្សមានសមត្ថភាពអ្នកការទូតជើងចាស់ម្នាក់ដែរតែនៅវាទៅមុខមិនរួចទៅស្អីវល់លៀងអាចឲ្យអ្នកនយោបាយបង្កើតបញ្ហាទុកឲ្យគ្នាដើរលៀងខ្លួនឯងដើរថតផ្កាយទៅមិនដឹងនេះសាធឺចឹងហ្នឹងចំណុចទី2ចំណុចទី3ណាការងាររបស់រដ្ឋាភិបាលហ៊ុនម៉ាណែតបច្ចុប្បន្ននេះគឺចាត់អ្នកនិយាយរឿងព្រំដែនដែលរិះគន់រដ្ឋាភិបាលនឹងដាក់គុកបបិទសម្លេងពលរដ្ឋហ្នឹងការងារគេរាប់ថាជាសមិទ្ធផលហើយជាសមិទ្ធផលហើយមកដល់ឥឡូវនេះយើងឃើញមនុស្សជិត100នាក់ត្រូវបានចាប់ខ្លួនទាក់ទងនឹងបញ្ហារឿងព្រំដែនស្នេហាជាតិឯងនេះក្រៅពីហ្នឹងឲ្យតែគេនិយាយហ្នឹងគឺក្បត់ជាតិទាំងអស់ណាទីទៀតខ្ញុំនិយាយបញ្ហាហ្នឹងតើអ្នកណាក្បត់ជាតិពិតប្រាកដចំណុចទី3ចំណុចទី4ដែលរដ្ឋាភិបាលហ៊ុនម៉ាណែតកំពុងធ្វើដែរវាមានច្រើនចំណុចប៉ុន្តែសរុបមកខ្ញុំសរុបតែ4ចំណុចហ្នឹងទេអ្វីដែលរដ្ឋាភិបាលហ៊ុនម៉ាណែតកំពុងធ្វើនេះគឺបង្កើតកម្មវិធីបងបង្កើតបញ្ហាបងអូនបង្កើតកម្មវិធីសបាយដើម្បីប្រឡប់ព្រឹត្តិការណ៍ធ្វើម៉េចពង្វក់ឲ្យខ្មែរខ្លាយទៅជាសត្វរៃគិតទៅពីរំច្រៀងចឹងទៅណាគិតទៅពីរំច្រៀងចឹងទៅសបាយហើយអត់មានខ្វល់អាណាមើងងាយអាណារិះគន់អីទេអត់ទេចុះខ្លួនឯងអត់ខ្វល់ដែរខ្លួនឯងមុខព្រៀងត្រាស់ដែរមិនចេះខ្មាស់គេតាំងពីយូរមកហើយអញ្ចឹងពួកថៃឃើញវាខ្ពើមពូជអាបាត់ដីអញយកដីវាប៉ុណ្ណឹងហើយវារំច្រៀងបានទៀតណាវារំច្រៀងបឈឺអញទៀតណាណែចឹងការងាររបស់រដ្ឋាភិបាលអញ្ចឹងព្រោះបងនាយករដ្ឋមន្ត្រីបងអូនបកនាយករដ្ឋមន្ត្រីណាគេហៅថាបងប្រធានថ្នាក់បងអូនអនុប្រធានថ្នាក់ហើយពួយទៅរំច្រៀងទៅអាបងកាច់ជើងតុកចោលអាបងអូននាំគ្នារំច្រៀងទៅនាំមិត្តរួមថ្នាក់រំច្រៀងទៅអាហ្នឹងចឹងហើយបងប្អូនពិចារណាទៅថាអ្វីដែលខ្ញុំនិយាយនេះវាប្រាចាចេញពីការពិតប្រវាយណាហើយបើសិនជាឆ្ងាយចេញពីការពិតទេអាហ្នឹងមិនបាច់ស្ដាប់ទេប៉ុន្តែបើនៅក្នុងការពិតហ្នឹងវាចឹងចាក់ស្ដាយអញ្ចឹងមែនទេកុំលោឡាសំងំឲ្យស្ងៀមចាំឱកាសព្រោះខ្ញុំដឹងថាបងប្អូនចេញមកលោឡាវាជាប់គុកទៀតប៉ុន្តែខ្ញុំមើលទៅវាដូចខ្ញុំនិយាយអញ្ចឹងវាគ្មានអីទេពឹងបើយើងពឹងលើទ្រឹស្ដីអមតៈគ្មានអាណាអមតៈទេអ្វីដែលជាចំណុចមួយដែលខ្ញុំចង់និយាយចុងក្រោយអាហ្នឹងឪខ្ញុំបង្រៀនណាឪខ្ញុំបង្រៀនថាបើយើងក្រហើយធ្វើម៉េចកុំឲ្យគេមើលងាយបើក្រគេមើលងាយយើងមិនដឹងរស់មិនទេអាក្រគេមានក្រខ្លះអត់មានអាហ៊ានមើលងាយអត់មកទោះបីវាមើលងាយក៏វាមើលងាយដោយប្រយ័ត្នប្រយែងដែរប៉ុន្តែអាក្រហើយច្រៀងរំច្រៀងក្រៅខេច្រៀងធំបាសបង្អើលគេពេញភូមិលួចមន់គេស៊ីណាអាក្របែបហ្នឹងมันក្រគេមើងងាយណាมันក្រគេមើងងាយរាប់ថាជាជនចៅមួយទៀតនៅក្នុងសហគមន៍នៅក្នុងភូមិឥឡូវយើងមកដល់ដំណាក់កាលហ្នឹងហើយប៉ុន្តែខ្ញុំជឿថាបងប្អូននឹងចង់ដូរណាចង់ឲ្យមានរដ្ឋាភិបាលថ្មីខ្ញុំមិននិយាយថារដ្ឋាភិបាលថ្មីនឹងដឹកនាំដោយនរណាទេព្រោះឥឡូវខ្ញុំវាមើលអត់ឃើញថានរណាអាចមានសមត្ថភាពដឹកនាំបន្តដែរព្រោះមើលទៅនឹងគឺមកដើតណើបច្រើនណាប៉ុន្តែសង្ឃឹមថានឹងមានរដ្ឋាភិបាលថ្មីមួយដែលអាចធ្វើម៉េចយ៉ាងហោចណាស់ធ្វើខ្លួនឲ្យគេគោរពធ្វើខ្លួនឲ្យគេខ្លាចរអាខ្លះកុំធ្វើចរិតជាជនចៅមួយទៀតហើយបង្ហាញខ្លួនឯងតែជាខ្លួនអស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រគេចារហើយអាហ្នឹងវាគ្មានបានប្រយោជន៍ស្អីទេ
bàn là mình trôn nó đây nhá tôi cho nên hai giờ mà vinh giờ khơi thà bây giờ giờ mình dây bị âm OU đi giờ bánh dây thấu màu bị thay năng việc miên mà hết chất ta bây giờ bị plơ chẳng bây giờ bị on chẳng tranh cho được sao mình trâu rương chẳng cái trâu ấy cái mơ nghe chẳng ấy cái liên piên chẳng ấy hay chỉ bị xét không nằm nặng ca đi không nằm nặng ca để tram bằng hai tôi bị phô lô thà nào khăng quay sao chứ anh thơ ba này có thơ ba được nên không đấy nhé chẳng hãy thấy với ban đây à lúc âm OU càng là lớn vay vô trong đàn tức vay vô trong đàn cố chọc ai nhà này đâu ọt một nó ở đây là linh ở đây trong đàn tức bọn trù xì khía mà đang cà phê mấy giờ tọt chân tức vào dương đó lừa thà con sầm mai vay khía lên tivi nó khơi nhiều vía chấm bằng thay trôi một chích đo trong đàn chích đo trôi số một mai bóng đăng vậy tôi thay dương mơ nghi con tôi bác nhóm bạn mơ nghi con tôi bác chồng mơ nó mê tôi đều cao màu tam giác sai slide nó khiêm lôi chip pu bào của phần nàn đấy mùi phần tay con tôi bật bật cọt nó về miền sừng cream mà đó á sầm ná hay miền sừng cream này vậy rồi chẳng tôi ta sầm ná miền sừng cream ai lên đây sông đã lụt lê bàn bọn miền đây xóa đã lụt lê nó có bị nói đây bọn nhà lụt lê về tấu bàn thọt làm 1 page làm 1 là phò về đấy tiền vô phò bây giờ này hàng chấm nuôi nhiều biết đó ở dương mưa con tuốt á hao kế giờ về con tuốt luôn chắc con tuốt chua một khla đây còn mong môi si bầm bậy nè mưa về con tuốt mai ở dương mưa mê tuốt đồng pin á đào lên trong ruồi độc đưa chứ đào trong ruồi thế nó không tì krong phong vậy vì sài vo cho vo là on miền Nam nó tam lợp lâu nó bán đánh ghê chia ngay chỉ ra con đó trong bây giờ vì nước mơ của quan sát trong cái của ta làm sao mày chỉ biết sao mày luôn nó là mày luôn nó chẳng hay âm OU bị quan mùi đi chẳng mơ của dương anh mới thấy ca thế là nè này dây nó cứ được trong nước ban thành dây chẳng thớ và hỏi nó có ban bom ôn nó không một đai sừng cung nó ban vô đăng khla buồn nào nó không sốc khi mình nên ấy này dây đôi trong chân nó dây cả làm màu toàn ấy chặt đặt cục bà đây chặt đặt cục bà đây và nó cười rằng hỏi nát trong nơi cho chia sầm lên chăng nơi từ chia sầm lên muối chăng sẽ đập vô tàu Picharana cũng sẽ đập tàu chưa tàu mà rồi phi rồi trong sông ở chạy cất khla chia từ ngõ kia thế này nát khla mà còn mình trong thằng mấy cô mình lùng đất dây này lùng đất dây nó bay mà bị chia trong mình dây nó mót miền lịch dây luôn này khla còn bao dây luôn này khla tàu bắt nó bật na xong chui lừa bị bành hà này bị tẹt toàn đường chạy trong mình sau thì dây được bọc côn lên và đây bọc côn hai lúc nếp nhau trong dây xong chia sẻ vậy nhà nhập xe cho chẳng rồi mà vinh rừng âm OU cả lúc âm OU này cứ Campuchia tao tìm luôn á chỉ xe vào thao bị bao hôm mà này trong mình đo cho bó lên còn là cần là chỉ cả bọc cá chun thà tìm luôn ta ở chỗ ta sát ngắt mình xem nó to tiết rồi dạng mày to tiết cứ hai ở đây sai sao lại chiên nó cứ cùng sừng khấm hãy tìm nó là bon trôn xì kia chiên pi mơ một pon của lô mai kề năng tiết oi u đây của thôn thiên thon mà chiên nó cao sầm mót nó về miền tùng hôm thông á pi roi pon liênมันติดนะจำใจดิชกาขมายมาเพชรน้ำดอจำบัดโยปนในบริเวณปีโปรสปนเพื่อบาร์บองอันนั้นติดกรมมอเตอร์ไซค์จะเผาไอ้นาไตจุ่มเรียงไตเรื่องไอ้ลุกกำหอกมวยนี่มันเจี๊ยบเต้หมอมวยนี่มันเจี๊ยบเต้นั่งชมสรบจูนปนั่งนั่นแต่ตองเรื่องอโมยูมาดอไปที่นวัดปีแต่ตองแต่นั่งเรื่องการจับล้วนมนุษย์ดักกุ๊กแต่ปอนแต่นั่งเรื่องปรุงได้ยมตัวสกอร์ไล่ท่าเนี่ยคลาmình men tàu đi mình men tàu để chơi đường prom đài này bài chỉ tàu trao kì là nâng vì cua tại châu tam thì vì thia chẳng mấy là nâng tam vì đất mơ tàu lưới chấp nâng phần này chấp bắp ở đây đây trong vì đất mơ chấp bắp tới cứ ai chấp bắp prom toàn miệt tra buôn rồi cao pram rồi pi này còn prom toàn đấy nè miệt tra này cứ bỏ sân chỉ miền rọt hà bị ba mấy rưỡi của bỏ sân chỉ miền rọt hà bị ba môi đời
ដែលមានភាពឆ្លាតវៃអាហ្នឹងធ្វើវិសោធនកម្មឬក៏លុបចោលមុនគេជាមួយនឹងអាច្បាប់អត់ប្រយោជន៍ផ្សេងមួយចំនួនទៀតបងប្អូនមានដឹងថាច្បាប់អត់ប្រយោជន៍នឹងមានអីខ្លះទេណែច្បាប់ឯកពលភាពអាច្បាប់ប្តីមួយប្រពន្ធមួយនេះណាឃើញឪធัวខ្ញុំពងប្រហែលថ្ងៃមុនរវល់រឿងលើក្រែគេហ្នឹងច្បាប់មានប្រមាណអនុវត្តទេច្បាប់ហ្នឹងដឹងកើតមកដោយសារអីបងប្អូនកើតសម័យស្ដេចក្រុងព្រះមានប្រពន្ធចុងនឹងច្បាប់នោះច្បាប់ខ្មែរអញ្ចឹងវាមានច្បាប់អត់បានការច្រើនទៀតហើយនឹងមិនទាន់និយាយពីអាច្បាប់ដែលបង្កើតមកដើម្បីការពារបកពួកដែលមានអំណាចផងណាចឹងហើយរដ្ឋាភិបាលថ្មីណាក៏ដោយដែលកើតឡើងណាដែលមានឱកាសក្នុងការដឹកនាំបន្ទាប់ពីគណៈបព្វជិជននេះរឿងដែលត្រូវធ្វើមុនគេ100ថ្ងៃដំបូងធ្វើវិសោធនកម្មហើយនឹងអាលុបអាច្បាប់អត់បានការចោលណាលុបអាច្បាប់អត់បានការហើយធ្វើវិសោធនកម្មអាច្បាប់ជាពិសេសអាច្បាប់ដែលតាក់ទងទៅនឹងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតនិងប្រមាថរាជការសាធារណៈនេះមាត្រា494 495 502នេះហ្នឹងសភាកើតភ្លាមបង្កើតគណៈរដ្ឋមន្ត្រីហើយភ្លាមអ្វីដែលសភាត្រូវធ្វើកិច្ចការងាររបស់សភាត្រូវធ្វើគឺធ្វើវិសោធនកម្មច្បាប់អស់នោះអាណាត្រូវលុបកវែចោលលុបកវែចោលអាណាត្រូវកែសម្រួលប្រើកែសម្រួលប្រើអាច្បាប់ណាដែលវាបង្កើតមកដើម្បីការពារផលប្រយោជន៍ណាមានអំណាចការពារប្រយោជន៍បកពួកកែសម្រួលធ្វើម៉េចធានានៅឯកភាពជាតិនិងរន្តរភាពក្នុងការធ្វើកិច្ចការងារជាឯកច្ឆន្ទបានណាមិនមែនទៅធ្វើបដិវត្តទេណានេះគឺធ្វើវិសោធនកម្មច្បាប់ចឹងអ្នកច្បាប់មួយចំនួនដែលអនាគតចង់คลายទៅជាអ្នកនយោបាយផ្នែកច្បាប់ដើម្បីធ្វើវិសោធនកម្មច្បាប់សិក្សាមើលផងតើច្បាប់ណាគួរធ្វើវិសោធនកម្មច្បាប់ណាគួរលុបចោលណាគួរលុបចោលខ្ញុំជឿថាមានអ្នកច្បាប់មួយចំនួនហ្នឹងក៏តឹងទ្រូងណាស់ដែរណាតឹងទ្រូងណាស់ប៉ុន្តែខ្ញុំវាមិនមានជំនាញច្បាប់ទេប៉ុន្តែខ្ញុំគ្រាន់តែដឹងថាជាទូទៅហ្នឹងវាមានអាច្បាប់អត់បានការហើយនឹងអាច្បាប់ដែលពាក់ព័ន្ធទៅនឹងរឿងការបំពានទៅដល់សិទ្ធិការបញ្ចេញមតិមកដល់ពេលនេះយើងឃើញថាមនុស្ស97នាក់ក្នុងនឹងមានតាំងពីអ្នកកសែតមានតាំងពីគ្រូបង្រៀនមានតាំងពីកម្មករកម្មការិនីអ្នកការពារសិទ្ធិមនុស្សសហជីពជាមួយនឹងអ្នកនយោបាយត្រូវបានចាប់ខ្លួនពាក់ព័ន្ធទៅនឹងការបង្ហោះសារនៅលើបណ្ដាញសង្គមហើយចាប់ខ្លួនពួកគាត់នេះគឺកាត់ទោសលឿនណាស់តឡាការហ្នឹងគឺការងារហ្នឹងគឺលឿនហ្មងណាពពឡើងញាត់គុកពពឡើងញាត់គុកសកម្មបាទសកម្មសុំសរសើរហើយអាការបង្កើតការឈឺចាប់បែបនេះបងប្អូនអាហ្នឹងបើយើងនិយាយអំពីរឿងប្រវត្តិសាស្ត្រសម័យខ្មែរក្រហមអាការសម្លាប់គ្នាច្រើនហ្នឹងគឺយើងទទួលស្គាល់ហើយខ្មែរក្រហមមានគោលនយោបាយកំចាត់មនុស្សចេះដឹងប៉ុន្តែខ្ញុំជឿថាមនុស្សដែលសម្លាប់មនុស្សច្រើនហ្នឹងគឺកំហឹងឋានៈជាពិសេសនៅពេលដែលអ្នកក្រុងត្រូវបានចម្លៀសចេញពីទីក្រុងវាជាឱកាសរបស់អ្នកក្រដែលខ្លួនធ្លាប់រត់ចូលទីក្រុងត្រូវបានអ្នកទីក្រុងប្រមាថមាក់ងាយសម័យខ្មែរសម័យលន់នល់អញ្ចឹងហើយវាជាឱកាសដែលពួកគាត់ត្រូវសងសឹកឥឡូវហ្នឹងសញ្ញានៃកងប្រវត្តិសាស្ត្របែបនេះកើតមកទៀតហើយជាពិសេសរវាងអ្នកមាននិងអ្នកក្រអញ្ចឹងហើយយើងឃើញអ្នកក្រតែមានឱកាសកាត់ទោសពួកអាកូនអ្នកមានឬក៏ពួកអ្នកណាមាននៅលើដងផ្លូវបងបើយើងនិយាយថាកំហុសទាំងអស់ដែលកើតឡើងធ្វើខ្មែរក្រនេះជាកំហុសផលរដ្ឋាភិបាលហ៊ុនម៉ាណែតអាហ្នឹងក៏មិនយុត្តិធម៌ដែរប៉ុន្តែបើយើងនិយាយសរុបថាមកពីអ្នកនយោបាយខ្មែរហ្នឹងខ្លួនឯងមិនសូវជាឆ្លាតវៃទេប៉ុន្តែប្រឹងក្រាញអំណាចដើម្បីយកអំណាចរក្សាផលប្រយោជន៍ផ្ទាល់ខ្លួនហើយសុខចិត្តបាត់បង់ផលប្រយោជន៍ជាតិបិទច្រកមិនឲ្យអ្នកមានសមត្ថភាពណាបានចូលរួមចំណែកនៅក្នុងការដឹកនាំឥឡូវនេះយើងឃើញហើយរដ្ឋាភិបាលជាពិសេសក្រុមគ្រួសារសម្ដេចទាំងឡាយហ្នឹងនិយាយព្រោះណាបើកាយនិយាយដូចខ្ញុំលើកឡើងពីសប្តាហ៍មុនអញ្ចឹងថាប្រភេទគេហៅមន្ត្រីគិញគូលក់ថ្នាំស្រែងណាលើកទឹកចិត្តឲ្យយុវជនប្រឹងប្រែងរៀនណាមានចំណេះគឺមានការងារហើយប៉ុន្តែពូជពងខ្លួនឯងហ្នឹងប្លុកអាតួនាទីធំណាប្លុកសម្រាប់ទុកចែកកូនចៅខ្លួនឯងសកម្មភាពបែបនេះជាសកម្មភាពប្រមាថទៅលើពលរដ្ឋខ្មែរណាថាក្រៅតែពីគ្រួសារអញក្រៅតែពីពូជពងអញគ្មានអាណាមានសមត្ថភាពដឹកនាំប្រទេសទេឃើញទេហើយបើយើងនិយាយទៅគេថាយើងនឹងវាចំណែនហេចឹងប៉ុន្តែឃើញក្រុមគ្នាវាទេឃើញក្រុមពួកហ្នឹងណាអ្វីដែលពលរដ្ឋសម្ាញ់ដោយពួកយើងនេះមិនអាចធ្វើបានណាគឺការមិនចេះខ្មាស់អៀនបងប្អូនឃើញហើយចង់អ្នកណាជេរក៏ដោយចង់អ្នកណារិះគន់ក៏ដោយនៅអាចនិយាយដោយមុខញញឹមបានអញ្ចឹងហើយតើតែយើងពលរដ្ឋសម្ាញ់នេះដែលមុខរៀងស្ដើងហ្នឹងតើតែហ្វឹកហាត់ដើម្បីធ្វើមុខឲ្យវាក្រាស់មុខហ្នឹងឲ្យវារៀងក្រាស់ណា
show bàiផ្សេងមួយទៀតគឺពួកនេះតែងតែបំភ័យកូនអ្នកស្រុកហ្នឹងកុំឲ្យចាប់អារម្មណ៍រឿងនយោបាយបំភ័យអ្នកស្រុកបំភ័យកូនអ្នកស្រុកហ្នឹងហើយអ្នកស្រុកមួយចំនួនហ្នឹងក៏ភ័យក៏ប្រាប់កូនចៅថាអើយហើយកុំប៉ះពាល់អីរឿងគេណារឿងនយោបាយវាគ្រោះថ្នាក់ប៉ុន្តែសម្រាប់ពួកគេនោះគឺគេបង្រៀនកូនចៅគេឲ្យធ្វើម៉េចប្រឹងប្រែងដើម្បីច្បាមយកទូនាទីតាមរយៈការសោកលុយខ្សែស្រឡាយពូអ៊ំអូខេចាដើម្បីទៅដេញឃ្លាមផលប្រយោជន៍ជាតិទាំងអស់នោះអ្នកខ្លះហ្នឹងមិនសូវគ្រប់ទឹកប្រមាណទេដើរញញែមមើលទៅដូចអាអួងចុងភូមិខ្ញុំអញ្ចឹងប៉ុន្តែទូនាទីដល់ហើយនិយាយស្ដីហ្នឹងមិនសូវជាដឹងខ្យល់អីប្រមាណទេណាចឹងហើយអ្វីដែលខ្ញុំនិយាយលើកនេះមិនមែនជាការបង្អាប់ទៅនឹងក្រមមន្ត្រីពុយពុកក្រមមន្ត្រីរាជការទាំងអស់ហ្នឹងទេក៏ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនមានទឹកចិត្តតស៊ូណាសង្ឃឹមថ្ងៃណាមួយនឹងមានការផ្លាស់ប្ដូររបបនយោបាយហើយធ្វើឲ្យអ្នកមានសមត្ថភាពមកពីពុយពុកអ្នកក្រក៏ដោយមន្ត្រីរាជការអ្នកមានអីក៏ដោយឲ្យតែវាមានប្រព័ន្ធធ្វើម៉េចចម្រោះឲ្យពួកគាត់អាចចូលរួមចំណែកកសាងសមត្ថភាពណាចូលរួមចំណែកនៅក្នុងការដឹកនាំជាតិតាមស្តង់ដារមួយដែលអាចទទួលយកបានមិនមែនយកមកចែកកូនអញ្ចឹងអាខ្លួនឯងយកមកចែកកូនក៏ប៉ុន្តែដើរប្រាប់គេឲ្យប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានទូនាទីដើម្បីទទួលបានការរួមចំណែកក្នុងការកសាងជាតិដូច្នេះហើយសូមបើកមុខកញ្ចក់ប៉ុណ្ណឹងក៏ប៉ុន្តែអ្វីដែលខ្ញុំចង់លើកនៅថ្ងៃនេះគឺវាពាក់ព័ន្ធគ្នាវាពាក់ព័ន្ធទៅនឹងរឿងបូរណភាពទឹកដីហ្នឹងវាតាក់ទងទៅនឹងការឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់រដ្ឋាភិបាលហ្នឹងហើយបើយើងនិយាយអំពីរឿងការបាត់បង់ដីជាង40កន្លែងយើងឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់លោកហ៊ុនម៉ាណែតដែលជាប្រធានគណៈរដ្ឋមន្ត្រីដឹកនាំគណៈរដ្ឋមន្ត្រីនៅក្នុងការដឹកនាំរដ្ឋាភិបាលប៉ុន្តែបើយើងនិយាយដោយចំពោះតាក់ទងទៅនឹងរឿងកសិកម្មគឺយើងមើលទៅរដ្ឋមន្ត្រីក្រសួងកសិកម្មបើយើងមើលរឿងវិបត្តិធម្មពលរាល់ថ្ងៃវាតាក់ទងទៅនឹងវារួមចំណែកឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែនិងធម្មពលដែរណាហើយđâyបានជាយកទទួលស្គាល់ហើយអានេះវាជាវិបត្តិពិភពលោកក៏ប៉ុន្តែប្រទេសខ្លះគេមិនអាចមានសមត្ថភាពនៅក្នុងការគ្រប់គ្រងតម្លៃគេអាចមានសមត្ថភាពនៅក្នុងការរក្សាប្រេងស្តុកសម្រាប់ណាបញ្ហាដែលកើតឡើងជាយថាហេតុហើយយើងនេះដល់តែទិន្នន័យកុហកធ្វើឲ្យពលរដ្ឋលែងមានទំនុកចិត្តលើរដ្ឋាភិបាលយើងឃើញព្រឹត្តិការណ៍កន្លងមកហើយនិយាយទៅគឺពលរដ្ឋខ្មែរនឹងមិនទុកចិត្តទៅលើរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជននេះដឹកនាំដោយក្រុមគណៈរដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតទាល់តែសោះពលនិយាយកុហកពេកនៅក្នុងទិន្នន័យដូចតាក់ទងនឹងរឿងធម្មពលអញ្ចឹងបទសម្ភាសន៍មួយរបស់រដ្ឋមន្ត្រីក្រសួងធម្មពលជាមួយនឹង Reuters គេសួររឿងយុទ្ធសាស្ត្រក្នុងការត្រៀមឆ្លើយតបទៅនឹងវិបត្តិនេះឯងទៅនិយាយពីរឿងការត្រៀមធ្វើស្អីធម្មពលស្អាតអីណានោះទិន្នន័យដែលយើងទៅរកថាយើងមានប្រេងសកួរដើម្បីទប់វិបត្តិនឹងបានប្រហែលថ្ងៃមិនដែលមានទិន្នន័យប៉ុន្តែស្រាប់តែវាមានបញ្ហាឃើញរដ្ឋមន្ត្រីធម្មពលចេញមកថាយើងមាន21ថ្ងៃទេដែរយើងជឿមិនគ្រាន់តែគេឡើងមិនទាន់បាន 4-5 ថ្ងៃផងឯងឡើងតម្លៃប្រេងហ្នឹងគុណនឹងពាក់កណ្ដាលឥឡូវហ្នឹងតម្លៃប្រេងហ្នឹងបើយើងយោងតាមទិន្នន័យរបស់ Reuters ដដែលហ្នឹងយើងឃើញតម្លៃប្រេងកម្ពុជាហ្នឹងថ្លៃប្រេងថ្លៃជាងគេបំផុតនៅក្នុងតំបន់ហើយនៅក្នុងពិភពលោកណែសិតតែធឺអញ្ចឹងឃើញទេហើយសួរមើលថាតើផលប៉ះពាល់ដែលកើតឡើងហ្នឹងគឺកើតឡើងដោយរបៀបណាកើតឡើងដោយណាប៉ុន្តែបើខ្ញុំជឿថាបើសិនជាយើងមានរដ្ឋាភិបាលមួយដែលមានណាកើតចេញពីការបោះឆ្នោតដែលត្រឹមត្រូវនឹងយុត្តិធម៌ជារដ្ឋាភិបាលមួយដែលកើតចេញអំពីការចូលរួមចំណែកពីគ្រប់មនុស្សដែលមានធនធានមានសមត្ថភាពនៅក្នុងប្រទេសខ្ញុំជឿថាកម្ពុជាអាចទប់នឹងដោះស្រាយបញ្ហាបានណានឹងអាចដោះស្រាយបញ្ហាបានមានការត្រៀមខ្លួនដើម្បីទប់ជាមួយនឹងរឿងរ៉ាវដែលកើតឡើងជាយថាហេតុជាពិសេសយើងឃើញថាមានការជជែកគ្នាអំពីរឿងភាពធន់ជាតិគេហៅ national resilience តើអាភាពធន់របស់កម្ពុជាហ្នឹងវាគួរតែធន់លើផ្នែកខ្លះខ្ញុំបាននិយាយហើយអាហ្នឹងតែអាហ្នឹងវាជាចំណុចដែលយើងយកមកធ្វើគោលនយោបាយបានណាយើងយកមកធ្វើគោលនយោបាយបានណាដើម្បីឲ្យកម្ពុជាអាចដើររយៈពេលវែងទៅប្រកួតប្រជែងជាមួយគេនៅក្នុងតំបន់បាននេះគួរត្រៀមខ្លួនយ៉ាងម៉េចហើយយើងកុំនិយាយរឿងរដ្ឋាភិបាលហ៊ុនម៉ាណែតត្រៀមខ្លួនអីដោះស្រាយតែរឿងជុំវិញក្បាលពោះខ្លួនឯងមិនចង់រួចវិលកតេះឡង់ណាមិនដឹងអាណាសំខាន់មុនត្រូវធ្វើអាណាមិនសំខាន់មុនទៅនឹងក៏ដើរចាប់គេចាប់ឯងទៅទៀត
សរុបមកវិញអ្វីដែលខ្ញុំចង់និយាយអំពីរឿង MOU ថ្ងៃនេះវាឆ្លុះបញ្ចាំងច្បាស់ណាស់បងប្អូនវាឆ្លុះបញ្ចាំងថាអ្វីដែលថៃចង់លុប MOU ឆ្នាំ2000 2001ដោយឯកតោភាគីនេះណាមិនមែនជារឿងចៃដន្យទេមិនមែនជារឿងចៃដន្យទេហើយក៏មិនមែនជាផែនការ100ឆ្នាំរបស់ថៃដែរមិនមែនជាផែនការ100ឆ្នាំរបស់ថៃដែរក៏ប៉ុន្តែវាជាយុទ្ធសាស្ត្រថ្មីមួយដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្រស្ងៀមស្ងាត់តែមិនស្ងៀមរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតយើងស្ងាត់មិនស្ងៀមហើយយើងនាំគ្នាតសើគ្នាចឹងទៅរដ្ឋាភិបាលនេះចិត្តធ្ងន់ណាស់ស្ងាត់មិនស្ងៀមប៉ុន្តែខាងថៃវាអត់មានគិតដូចយើងទេវាគិតថានេះកំសាតាអញប្រើតែ MMO ម្នាក់ពីរនាក់ដឹកកុំកណើយកទៅតម្រៀបឃើញកងទ័ពខ្មែរក្បាលពោះរៀងធំធំឈរមើលឃើញទេអាហ្នឹងបង្ហាញច្បាស់មកបង្ហាញថាអ្វីដែលថៃហ៊ានធ្វើដល់ពេលនេះណាគឺជាលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតដែលក្នុងកែវភ្នែករបស់ពួកថៃវាមើលថាយុទ្ធសាស្ត្រនេះជាយុទ្ធសាស្ត្រកំសាកបំផុតបងប្អូនឃើញវីដេអូកាន់ចោមប្លាំងជាមួយនឹងទាហានសៀមប្រមាណអ្នកឈរលើកុំកណើចោលក្បាលទាហានខ្មែរបងប្អូនឈឺហ្នឹងកងទ័ពខ្មែរឈឺទេអាហ្នឹងហើយជាយុទ្ធសាស្ត្រអាហ្នឹងហើយជាលទ្ធផលនៃយុទ្ធសាស្ត្រស្ងាត់មិនស្ងៀមមកឥឡូវហ្នឹងវាមានអ្នកចេញមកសើថាកម្ពុជាព្យាយាមអត់ធ្មត់បន្តទៅទៀតដើម្បីវែកមុខភាពអាក្រក់របស់ថៃមើលវានិយាយប៉ុន្តែខ្ញុំជឿថាពួកបកាយសរសើរទេបើថាមានការប្រែប្រួលដូររបបអីព្រោះនឹងលឿនជាងគេមិនស្រួលហ្នឹងឡើងធំមុនគេទៀតណាព្រោះលើកជើងណាព្រោះយើងឃើញទាំងខាងប្រឆាំងទាំងខាងរដ្ឋាភិបាលហ្នឹងចូលដូចគ្នាចូលចិត្តការសរសើរដូចគ្នាទេចឹងហើយពួកបកាយសរសើរហ្នឹងស្រួលតួនាទីតំណែងក៏វាប្រមូលមុនទេណាវាប្រមូលមុនទេអ្វីដែលខ្ញុំចង់បង្ហាញថាតើរដ្ឋាភិបាលលោកហ៊ុនម៉ាណែតកំពុងធ្វើអីក្នុងដំណាក់កាលនេះណាបងប្អូនសង្កេតជាមួយខ្ញុំទី1